ចំពោះអំពូមិញប្រជាកសិករដែលមានបញ្ហាស្មៅជើងក្រាស់ស្មៅជូរថ្វាងឬក៏ពពួកស្មៅរោមប្រើប្រាស់ថ្នាំច្រើនហើយតែកម្ចាត់មិនបានឬកម្ចាត់មិនបានយូរខ្ញុំបាទសូមណែនាំផលិតផលចំនួនថ្មីមួយឈ្មោះ ADAS ជាជម្រើសល្អរបស់កសិករគោរពជំរាបសួរពុកម៉ែអំពូមិញប្រជាកសិករទាំងអស់គ្នាខ្ញុំបាទឈ្មោះបញ្ញរិទ្ធគឺជាបុគ្គលិករបស់ក្រុមហ៊ុន Cambodian Champion Agrochemical ថ្ងៃនេះសូមណែនាំផលិតផលថ្មីមួយជូនអំពូមិញទាំងអស់គ្នាសម្រាប់អំពូមិញប្រជាកសិករយើងទាំងអស់គ្នាដែលមិនចង់ខាតពេលវេលាមិនចង់ខាតថវិកាក្នុងការប្រើប្រាស់ថ្នាំម្ដងហើយម្ដងទៀតមិនត្រូវក្នុងការកម្ចាត់ស្មៅជើងក្រាស់ស្មៅរោមថ្វាងឬក៏ស្មៅជូរខ្ញុំបាទសូមណែនាំផលិតផលចំនួនថ្មីមួយដែលមានឈ្មោះថា ADAS មានពីរសារធាតុរួមបញ្ចូលគ្នានៅក្នុងប៊ីដុងតែមួយដែលកម្ចាត់បានទាំងពពួកស្មៅស្លឹកស្រួចពពួកវល្លិនិងជ័រជាពិសេសថែមទាំងអាចឃុំគ្រាប់ស្មៅបានទៀតផងសម្រាប់អំពូមិញប្រជាកសិករដែលដាំដុះដំណាំដំឡូងមីដំណាំទុរេនដំណាំស្វាយចន្ទីដំណាំស្វាយកែវល្មៀតក្រូចឬក៏ដំណាំរួមផ្សំផ្សេងទៀតដែលមានផលវិបាកក្នុងការប្រើប្រាស់ផលិតផលផ្សេងហើយតែมันអាចកម្ចាត់ពពួកស្មៅធំបានជាពិសេសគឺស្មៅជើងក្រាស់និងពពួកស្មៅដែលមានរោម ADAS មានពីរសារធាតុរួមបញ្ចូលគ្នាដែលមានតួនាទីកម្ចាត់ទាំងពពួកស្មៅស្លឹកស្រួចពពួកស្មៅស្លឹកធំនិងជ័រជាពិសេសថែមទាំងអាចឃុំគ្រាប់ស្មៅបានទៀតផង ADAS មានចំនួន4លីត្រកម្រិតប្រើត្រឹមតែ120ទៅ150មីលីលីត្រប៉ុណ្ណោះក្នុងទឹក20លីត្របញ្ជាក់ជូនជាថ្មីម្ដងទៀតចំពោះអំពូមិញប្រជាកសិករយើងដែលមិនចង់ខាតថវិកាមិនចង់ខាតពេលក្នុងការកម្ចាត់ពពួកស្មៅជើងក្រាស់ស្មៅរោមស្មៅជូរឬក៏ថ្វាងសូមកុំភ្លេចជ្រើសរើស ADAS សុវត្ថិភាពចំពោះដំណាំសុវត្ថិភាពចំពោះដីមិនបង្អាក់ការលូតលាស់របស់ដំណាំឡើយស្មៅងាប់បានយូរស្មៅងាប់បានច្រើនប្រភេទមិនងាយដុះមកវិញជម្រើសល្អរបស់កសិករកុំភ្លេច ADAS